សួស្តីប្រិមិត្តហ្វេនពុកម៉ែបងប្អូនលោកអ្នកម្ចាស់ជីវកម្មក៏ដូចជាបាទក្មួយយុវជនក៏ដូចជាលោកពូលោកមីងលោកតាលោកយាយជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបាទនរិនបាទនឹងចូលរួមចែកលេខបង្ហាញជូនអំពីហេតុអ្វីគួរតែចុះប្រើជាមួយនឹងផលិតផលសុខភាពចម្រាញ់ពីមើមខ្ចីខ្មារកម្រដែលរួមមានដូចជាម្សៅវីកាហ្វេមួយនេះក៏ដូចជាបាទចម្រាញ់ខ្ចីខ្មារក្រំពី for capsule បាទផលិតផលនេះតាមរយៈក្រុមហ៊ុន Volten ឆ្លងតាមការប្រើប្រាស់របស់ខ្ញុំបាទផ្ទាល់ហើយខ្ញុំបាទបានជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញបាទជាពិសេសការប្រើប្រាស់របស់ខ្ញុំទទួលបាននូវលទ្ធផលគួរជាទីគប់ចិត្តសម្រាប់ខ្ញុំបាទផ្ទាល់ដោយសារតែខ្ញុំកន្លងមកមានបញ្ហាលើជាស្ករទឹកនោមផ្អែមហើយមានការព្រួយបារម្ភច្រើនមែនទែនអំពីសុខភាពរបស់ខ្លួននិងអនាគតទៅដល់គ្រួសារទៀតផងបាទកត្តាដែលយើងកើតនៅជំងឺទឹកនោមផ្អែមនេះបើសម្រាប់ខ្ញុំបាទផ្ទាល់ខ្ញុំយល់ឃើញថាដោយសារតែពាក់ព័ន្ធជាមួយនឹងកត្តាអាហារដែលយើងទទួលទានมันបានត្រឹមត្រូវជាពិសេសអ្វីដែលសំខាន់យើងទទួលទានมันបានគ្រប់ទៅតាមការណែនាំរបស់វិជ្ជបណ្ឌិតដូចជាចាស់ស្ដែងទៅយើងបើយើងចង់ការពារថែរក្សាវាឬក៏យើងកាត់ហើយនោះយើងគួរតែចេះប្រើនៅអាហារដែលมันមានជាតិបាផ្អែមពេកឬក៏ប្រៃពេកវាជាកត្តាសំខាន់មែនទែនហើយមួយវិញទៀតគឺយើងទទួលទាននៅបន្លែសាច់ឲ្យបានច្រើនជាជាងទទួលទាននៅបាយបាយវាក៏មានជាតិផ្អែមខ្លះផងដែរតាមការសិក្សាវិភាគអញ្ចឹងហើយចំនួនដែលយើងទទួលទាននៅបាយច្រើនហើយនឹងអ្វីដែលជារបស់ផ្អែមឬក៏របស់កំប៉ុងមួយចំនួនដែលយើងមិនដឹងប្រភពច្បាស់លាស់គួរតែកាត់បន្ថយឲ្យសោះទីបំផុតបាទនេះគឺជាចំណែកខ្លះហើយមួយវិញទៀតក៏យើងចូលរួមនឹងធ្វើការលំហាត់ប្រាណបាទចំណាយពេលហាត់ប្រាណបានកន្លះម៉ោងទៅ1ម៉ោងហើយការហាត់ប្រាណនោះវាមានវិធីជាច្រើនដែលរួមមានដូចជាកត្តាដែលយើងដើរកត្តាដែលយើងចលនាផ្សេងបាទហើយក៏ឃើញមានបងប្អូនខ្លះទៀតគាត់ក៏មានការរាំហើយនឹងក៏មានលោកអ្នកទៀតក៏ធ្វើការចូលរួមក្នុងក្លឹបបាទផ្សេងអាស្រ័យទៅលើចំណូលចិត្តក៏ដូចជាឱកាសលទ្ធភាពដែលបងប្អូនមានហើយក៏ឃើញបងប្អូនស្ត្រីមួយចំនួនកំពុងតែពេញនិយមទៅលើបាទកីឡានៃការហាត់ហែលទឹកបាទក៏ឃើញថាល្អផងដែរមួយវិញទៀតពាក់ព័ន្ធជាមួយនឹងកត្តាទទួលទានទឹកបាទទទួលទានទឹកឲ្យបានគ្រប់គ្រាន់បាទពីបែបជាស្ត្រីយ៉ាងហោចណាស់ក៏ចន្លោះ2លីត្រទៅ2លីត្រកន្លះបាទបរិះចាប់ពី2លីត្រកន្លះទៅ3លីត្រកន្លះអាស្រ័យទៅលើបាទបងប្អូនដែលធ្វើការហត់ចេញយកច្រើនអីជាដើមហើយគួរតែជ្រើសរើសទឹកដែលមានសារជាតិរ៉ែឲ្យបានប្រសើរបាទចង់វាពិតជាសំខាន់ណាស់និងកត្តាសំខាន់មួយទៀតគឺកត្តានៃការជោគគេងបងប្អូនក៏ជោគគេងយើងគួរតែគេងឲ្យបាន6ម៉ោងទៅ8ម៉ោងវាជាកត្តាសំខាន់មែនទែនបាទហើយក៏កុំយប់ជ្រៅខ្លាំងពេកណាប្រសិនជាបងប្អូនមិនមានធុរៈរវល់អីច្រើនពេលសកម្មការងារកតបកិច្ចការងារអីទេបាទកុំនៅយប់ជ្រៅពេកបាទព្រោះចាស់បុរាណយើងបាទកាលពីឆ្នាំ80ជាងបើសិនជាខ្ញុំដឹងវិញគឺជាពិសេសបងប្អូនយើងដែលនៅតាមជនបទគឺมันយប់ពេកទេគឺឆាប់ចូលសម្រានបាទនេះគឺជាកត្តាមួយដែលសរីរាង្គកាយរបស់យើងនៅពេលយប់ក៏ត្រូវការសម្រាប់ហើយធ្វើឲ្យកោសិកានៅក្នុងខ្លួនយើងបានធ្វើកិច្ចការជួសជុលខ្លួនឯងតែម្ដងបងប្អូនមានដឹងទេថាតាមពិតទៅបាទអ្វីដែលព្យាបាលនោះគឺខ្លួនរបស់យើងកោសិការបស់យើងនោះទេដែលជាអ្នកព្យាបាលខ្លួនឯងនោះក៏ប៉ុន្តែពេលដែលយើងបដ ாய் ឲ្យកោសិកាមានការខូចបង់ច្រើនរាប់ម៉ឺនរាប់សែនទៅអញ្ចឹងវាធ្វើឲ្យក្នុងខ្លួនយើងនោះវារងមេតបខ្លាំងវារកនៅការទល់ទងរាងកាយតាមរយៈដែលយើងទទួលទានអីទៅគឺវាមិនបានចំណាយឲ្យបានត្រឹមត្រូវបាទអញ្ចឹងហើយហេតុផលដ៏សំខាន់មួយថាពេលដែលយើងកើតនៅជំងឺហើយតើគួរតែធ្វើបែបណាបើសិនជាដឹងខ្លួនកើតនៅជំងឺហើយបងប្អូនអរគុណខ្ញុំលើកទឹកចិត្តថាត្រូវតែជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញទទួលបានការណែនាំប្រឹក្សាក៏ដូចជាការព្យាបាលបានត្រឹមត្រូវបាទជាក់ស្ដែងដូចជាអ្នកដែលកើតនៅជំងឺដូចជាស្ករទឹកនោមផ្អែមមិនអាចគេចផុតពីការដែលប្រើប្រាស់នៅចិត្តនៅឱសថបែបជាវិទ្យាសាស្ត្រហ្នឹងដើម្បីបញ្ចុះជាស្ករក៏ដូចជាទប់ជាស្ករក៏ប៉ុន្តែសួរថាធ្វើបែបហ្នឹងគ្រប់គ្រាន់ដែរទេបាទគឺចម្លើយមិនគ្រប់គ្រាន់នោះទេបាទដូចខ្ញុំបាទផ្ទាល់ក៏បានប្រើប្រាស់ច្រើនហើយអញ្ចឹងប្រសិនបើយើងមានអ្វីមួយបន្ថែមទៀតដូចជាអាហារូបត្ថម្ភដែលវាទៅជួយបំពេញបន្ថែមបង្គ្រប់បន្ថែមឬក៏វាទៅបំពេញឲ្យកោសិការបស់យើងមានកម្លាំងឲ្យវាមានមុខងារនឹងដំណើរការប្រកបឡើងវិញបាទអញ្ចឹងដូចជាចាស់ស្ដែងខ្ញុំចង់ធ្វើការណែនាំបងប្អូនបានស្គាល់ក៏ដូចជាសាកនៃការប្រើប្រាស់ជាមួយនឹងផលិតផលសុខភាពចម្រាញ់ពីមើមខ្ចីខ្មៅដ៏កម្រដែលមានគុណប្រយោជន៍ជាពិសេសបាទដោយសារនៅក្នុងខ្ចីខ្មៅនេះក្រុមអ្នកវិទ្យាសាស្ត្របាទដែលបានធ្វើការសិក្សាហើយយកទៅធ្វើ testimony ជាមួយនឹងអ្នកជំងឺទឹកនោមផ្អែមប្រភេទ2ទទួលបានលទ្ធផលបាទចាប់ពី1សប្តាហ៍
ឡើងទៅនឹងឃើញថាបានលទ្ធផលប្រែប្រួលក្នុងសរីរាង្គរបស់យើងដោយសារនៅក្នុងខ្ចីខ្មៅ V4 capsule តាមជាក្រុមហ៊ុន Voltan នេះគឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រយកទៅហើយស្វែងរកហើយមើលឃើញថានៅក្នុងចម្រាញ់ខ្ចីខ្មៅក្រុម V4 capsule នោះគឺមានបាទសារជាតិរ៉ែសារជាតិចិញ្ចឹមច្រើនបាទដែលសរីរាង្គរបស់យើងត្រូវការបំផុតតែម្ដងបាទមួយវិញទៀតសម្រាប់ V Cafe មួយនេះវិញគឺมันប្រកាន់ទេថាអ្នកឈឺអ្នកមិនឈឺអីទេទទួលទានបានល្អបំផុតហើយក៏រក្សាតុល្យភាពស្ករបានល្អប្រសើរបងដែលចូលចិត្តពិសាកាហ្វេចូលចិត្តពិសាជាតិផ្អែមខ្ញុំណែនាំបងប្អូនឲ្យយកចិត្តទុកដាក់ហើយសាកល្បងងាកក្រឡេកមកប្រើប្រាស់ជ្រើសប្រើជាមួយនឹងម្សៅ V Cafe មួយនេះចុះមិនត្រឹមតែមានឲ្យជ្រុលឆ្ងាញ់ទេហើយនឹងមានគុណប្រយោជន៍ជាពិសេសសម្រាប់សុខភាពទៀតផងបងប្អូនទទួលទានល្អបំផុតនៅពេលព្រឹកមកពេលព្រឹកហ្នឹងគឺថាមុនអាហារក៏បានក្រោយអាហារក៏បានហើយនឹងពេលរសៀលអីហ្នឹងបាទហើយសូម្បីតែបងដែលកំពុងរវល់ការងារនៅពេលយប់ក៏អាចសឹងទទួលទានបានផងដែរដើម្បីបង្កើនថាមពលប៉ុន្តែมันលើកទឹកចិត្តទេសម្រាប់លោកអ្នកដែលពិបាកគេងនៅពេលយប់គឺគួរតែគេងត្រឹមតែទទួលទានសំទោសទទួលទានត្រឹមតែរសៀលទៅគ្រប់គ្រាន់ហើយបាទជាពិសេសបងប្អូនអាចប្រើនឹងឈុតទាំងពីរនេះកាន់មានគុណប្រយោជន៍ជាពិសេសសម្រាប់សុខភាពតែម្ដងមួយវិញទៀតសម្រាប់ឱកាសនៃការកសាងនៅប្រភពចំណូលតាមជាក្រុមហ៊ុន Voltan ខ្ញុំពិតជាមានមោទនភាពមែនទែនដែលខ្ញុំមានអតិថិជនរបស់ខ្ញុំបានផ្លាស់ប្រែពីបុគ្គលធម្មតាពីអ្នកជំងឺពីអ្នកដែលមានបំណុលច្រើនបច្ចុប្បន្នលោកបានផ្លាស់ប្រែពីសុខភាពដែលមានបញ្ហាធ្ងន់ធ្ងរមកជាប្រក្រតីវិញហើយមិនត្រឹមតែបាទរួចផុតពីបំណុលទេលោកបច្ចុប្បន្ននេះគឺកំពុងតែកសាងនៅប្រភពចំណូលដែលមានទាំងមធ្យោបាយធ្វើដំណើរមានទាំងផ្ទះល្អហើយនឹងមានចំណូលគួរឲ្យកត់សម្គាល់ទៀតផងបងប្អូនទាំងអស់គ្នាក៏មានឱកាសដូចគ្នាចង់ដឹងព័ត៌មានលម្អិតក៏ដូចជាការចូលរួមបងប្អូនអាចធ្វើការតំណាក់ទំនងជាមួយនឹងយើងខ្ញុំបងប្អូនក៏អាចភ្ជាប់ជាមួយខ្ញុំបានផ្ទាល់បានដែរបាទ Telegram នៅខាងក្រោមស្រាប់តែម្ដងបាទដែលបងប្អូនមើលឃើញនៅក្នុងបណ្ដាញសង្គមនេះតែម្ដងអូខេពីខ្ញុំបាទនរិនគ្រប់អរគុណបាទសុខភាពល្អទាំងអស់គ្នាហើយខ្ញុំចង់បង្ហាញបាទនេះខ្ញុំបានឆុងកាហ្វេរួចហើយដែរបាទពិសេសមែនតើបងប្អូនអរគ្នាបាទយើងអាចឆុងបាទក្នុងកម្រិតទឹក120 140មីលីលីត្របានហើយបាទគឺយកនៅឲ្យជ្រុលឆ្ងាញ់ក្លិនពិសាបាទពិសេសមែនតើបងប្អូនអរគ្នាបាទឈៀជាមួយខ្ញុំបាទមួយបាទកុំភ្លេចរកជាវចុះបាទមិនកក់បំណងទេពិសេសមែនតើបាទអូខេបងប្អូនជួបជាមួយខ្ញុំបាទហើយបើសិនជាបងប្អូនពេញចិត្តក៏ដូចជាចង់បង្ហាញនៃការចែករំលែកបន្តបងប្អូនក៏អាចចុច like follow subscribe ឬក៏ share ជួយចែករំលែកផងអរគុណច្រើនបងប្អូនអរគ្នាជួបគ្នាក្នុងវីដេអូផ្សេងទៀតបាទ